ទីបំផុតកំពូល Tablet Huawei កម្រិត Flagship ចំនួនថ្មី Huawei MatePad 12X ប្រើប្រាស់ Office ជំនួសកុំព្យូទ័រ Word Excel PowerPoint បំពាក់អេក្រង់ Papermate Display គ្មានចំណាំងផ្លាតមានកម្មវិធី GoPen គូគំនូបែបអាជីពនិង Smartphone AI ចំនួនថ្មី Huawei Nova 13 Series បំពាក់មុខងារ AI Selfie និង Vlog បានមកដល់ប្រទេសកម្ពុជាហើយកាលពីថ្ងៃទី18មីនា ក្រុមហ៊ុន Huawei បានសម្ពោធផលិតផល Innovative Product Launch ដូចជាកំពូល Tablet Huawei កម្រិត Flagship ចំនួនថ្មី Huawei MatePad 12X Smartphone AI Huawei Nova 13 Series និងនាឡិកាសុខភាព Huawei Band 10 ដោយចូលរួមពីអ្នកបង្កើតមាតិកាល្បីឈ្មោះលោក Chori Thai សិស្សឆ្នើមនីតិអេលោក Hao Hieng អ្នកគំនូរ Digital កញ្ញា Lisa Mom Huawei MatePad 12X មានចំណុចពិសេសជាច្រើនគឺការប្រើប្រាស់ជំនួស Laptop លើការងារ Office Word Excel PowerPoint ប្រើអក្សរខ្មែរជាង400 font ដំណើរការលឿនជាងជំនាន់មុន 60% បើក PowerPoint ទំហំ 1GB ត្រឹម1វិនាទីផ្ដល់ជូន License Office ឥតគិតថ្លៃ1ជីវិតភ្ជាប់មកជាមួយ Huawei Keyboard និង Huawei Mouse ប្រើប្រាស់ដូច Laptop និងមានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួនបំពាក់អេក្រង់គ្មានចំណាំងផ្លាតមិនប៉ះពាល់ភ្នែកចំនួនថ្មី Papermate Display មានកម្រិតពន្លឺ 1000 nit ផ្ដល់កម្រិតបង្ហាញ 2.8K ល្បឿន 144Hz RAM ធំរហូតដល់ 12GB ថ្មធំ 1100 mAh ប្រើធម្មតាបាន 3 ទៅ 4 ថ្ងៃឆ្នាំងសាកល្បឿនលឿន 66 វ៉ាត់មានរូបរាងប្រណិតពណ៌ទាក់ទាញស្ដើងស្រាលត្រឹមតែ 5.9 មីលីម៉ែត្រផ្ដល់ជូនកម្មវិធី GoPen គូគំនូបែប Digital ឥតគិតថ្លៃ1ជីវិតបើនិយាយពីប៊ិចឆ្លាតវៃ Huawei M Pencil ចំនួនទី3ដំណើរការដ៏រលូនជាមួយបច្ចេកវិទ្យា Neuralink លឿនជាង Bluetooth 6 ដងអតិថិជនអាចជាវ Huawei MatePad 12X តម្លៃលក់ផ្លូវការ$599ថែមកាដូតម្លៃជាង$300មានដូចជា Huawei Smart Keyboard ប្រើបច្ចេកវិទ្យា Neuralink តម្លៃ$129 Huawei Bluetooth Mouse តម្លៃ$39នៅមានកាដូ Surprise គឺថែម$1ទទួលបាន Huawei Band 10តម្លៃ$39និងថែម$50ទទួលបាន Huawei Pencil ចំនួនទី3តម្លៃ$129ក្រុមហ៊ុនក៏បាននាំមកនូវទូរស័ព្ទ Huawei Nova 13 Series ផ្ដោតលើមុខងារ AI Selfie AI Portrait មុខងារថត Video Vlog កម្រិត 4K តម្លៃចាប់ពី$300ជាងនិង Huawei Band 10នាឡិកាសុខភាពអាចហែលទឹកជម្រៅ50ម៉ែត្រតម្លៃចាប់ពី$39មកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរនាងខ្ញុំមរកតពីកម្មវិធី Hoxber